បាទអបអរសាទរដល់ Hurricane ដែលបានឈ្នះពានរង្វាន់បាទប្រចាំ Bundesliga បាទទីបំផុត Hurricane បាននៅក្នុងប្រវត្តិសាស្ត្ររបស់គាត់គឺគាត់បានឈ្នះពានគេហៅថាពានផ្លូវការហើយបាទឈ្នះពានផ្លូវការហើយក្រោយតែពីចូលរួមជាមួយនឹង Bayern Munich គាត់បានឈ្នះពានផ្លូវការហើយបាទកាលពីម្សិលមិញខកចិត្តមួយសាហើយប៉ុន្តែថ្ងៃនេះឡើងខកចិត្តហើយក្រោយតែពី Bayern Leverkusen ដែលជាក្រុមលេខ2បានត្រឹមតែស្មើគ្នាជាមួយនឹង Freiburg 2-2 បាទដូច្នេះគឺការប្រកួតនៅឯ Bundesliga ត្រៀមនឹងបញ្ចប់ហើយបាទដោយសារតែ Bundesliga មានតែ18ក្រុមទេអញ្ចឹងការប្រកួតគឺអត់ដូចនៅ English Premier League មាន20ក្រុមទេបាទអញ្ចឹងគឺគេប្រកួតដូចជា36ប្រកួតទេបាទនិយាយទៅបាទអញ្ចឹងគឺអបអរសាទរដល់ Hurricane ដែលខ្លាយទៅជាបាទអ្នកឈ្នះពានរង្វាន់ប្រចាំគេហៅថាប្រចាំខ្លួនខ្លួនឯងប្រវត្តិសាស្ត្រអត់ដែរឈ្នះពានទីបំផុតឈ្នះពានហ្នឹងបាទមុនគាត់ចូលនិវត្តន៍ឃើញគាត់បានឈ្នះពានបែបនេះគឺបិទភ្នែកចិត្តហើយបាទបិទភ្នែកចិត្តហើយ